រៀបសួរញ៉ាំសេ요តោះរៀនភាសាកូរ៉េជាមួយខ្ញុំថ្ងៃនេះយើងរៀនអំពីពាក្យដែលផ្សំពីព្យញ្ជនៈដែលយើងរៀនបានកាលពីវីដេអូមុនចំនួន3ព្យញ្ជនៈមានគីយ៉កនៀននិងហ៊ីកឹឥឡូវខ្ញុំបន្ថែមពាក្យចំនួន5 6ពាក្យទៀតដើម្បីឲ្យអ្នកនរគ្នាងាយស្រួលអានក៏ដូចជាប្រកបពាក្យបានច្រើនអូខេឋានៈប្រយោគីយើងរៀនពាក្យទី1គឺមានស្រៈយ៉និងគីយ៉កស្រៈអ៊ីអញ្ចឹងគីយ៉កស្រៈអ៊ីកន្លែងនេះតើយើងបញ្ចេញសំឡេង T ឬក៏ E វាមិនមែននៅព្យាង្គដំបូងអញ្ចឹងណាអញ្ចឹងយើងអានថា E អញ្ចឹងសូវអានយ៉គីយ៉គីដែលបកថាទីនេះបន្តមកទៀតបាទមានគីយ៉កដាក់ស្រៈអគីយ៉កដាក់ស្រៈអ៊ីបាទអញ្ចឹងព្យាង្គដំបូងយើងអានថាហអានកពេកទេហើយក៏មិនចេញសំឡេងធ្ងន់ខដែរនឹងគីយ៉កដាក់ស្រៈអ៊ីគីហើយយើងអានថាហគីហគីគីបាទតែយើងក៏បានស្កត់ធ្ងន់គីពេកណាហគីហើយយើងបកថាទីនោះពាក្យទីនោះនេះគឺកុំច្រឡំជាមួយនឹងពាក្យផ្សេងទៀតណាទីនោះនេះគឺប្រើសម្រាប់ភាគីម្ខាងទៀតដែលគាត់នៅឆ្ងាយបាទយើងផ្ដោតទៅលើអ្នកដែលសួរបាទអ្នកដែលសួរនោះនៅឆ្ងាយពីទីកន្លែងហ្នឹងហើយអ្នកដែលឆ្លើយយើងគឺនៅកន្លែងហ្នឹងអីចឹងទៅនៅទីតាំងហ្នឹងឧទាហរណ៍យើងនៅខេត្តនៅស្រុកអីចឹងទៅយើងខលមកក្រុមហ៊ុនក្រុមហ៊ុនណាមួយដែលយើងចង់ដាក់ពាក្យចង់ធ្វើការឬក៏ខលមកសាលារៀនអីចឹងទៅឧទាហរណ៍យើងនៅខេត្តហើយយើងខលទៅសាលារៀនមួយហើយយើងចង់សួរថាតើទីនោះមានវគ្គអីខ្លះណាបើបរៀនម៉ោងប្រហែលខ្លះអញ្ចឹងអាទីនោះកន្លែងហ្នឹងយើងប្រើខគីព្រោះយើងនៅឆ្ងាយពីទីកន្លែងហ្នឹងហើយអ្នកដែលចាំឆ្លើយយើងគាត់នៅទីតាំងហ្នឹងអញ្ចឹងប្រើខគីហើយការប្រើប្រាស់មួយទៀតបែបអតីតកាលអីចឹងទៅណាទីកន្លែងដែលយើងធ្លាប់ទៅហើយឧទាហរណ៍យើងធ្លាប់ទៅEon Mall អីចឹងទៅហើយដល់ពេលស្អែកឡើងthìយើងអាចនិយាយប្រាប់មិត្តភក្តិទៅថាអូនៅ Eon Mall នៅទីនោះគឺមានការលក់បញ្ចុះតម្លៃច្រើនបាទអញ្ចឹងទីនោះកន្លែងហ្នឹងយើងអាចប្រើខគីបានជាទីកន្លែងដែលយើងធ្លាប់បានឆ្លងកាត់ហើយយើងយកមកនិយាយប្រាប់គេគឺយើងអាចប្រើខគីបន្តមកទៀតគឺមានពាក្យគីអលសាអ៊ីនិងគីអលសាអ៊ូចឹងអានថាគីគូឧបករណ៍ឧបករណ៍នេះគឺយើងផ្ដោតទៅលើឧបករណ៍ការងារមិនថាកសិកម្មឧស្សាហកម្មអីក៏ដោយគឺយើងអាចប្រើទៅលើពាក្យគីគូនេះគីគូពាក្យបន្តមកទៀតគឺមានស្រអនិងទីគឺដាក់ស្រអ៊ីអញ្ចឹងកន្លែងនេះយើងមិនចេញសម្លេងដាក់ទៅនៅព្យាង្គក្រោយណាយើងអានថាអទីអត់អានអធីណាអទីណាអទីហើយយើងអានសម្លេងដាក់តិចមកអទីតទៅទៀតអូប៉ុនគឺមានទីគឺដាក់ស្រអឺទីគឺដាក់ស្រអ៊ីនិងស្រអបាទចឹងព្យាង្គដំបូងធឺណាធឺព្យាង្គទី2 D អគឺ D អគឺ D អគឺ D អនៅចុងបញ្ចប់នៅចុងក្រោយអញ្ចឹងទៅអានេះវាបង្ហាញជាលទ្ធផលបាទឧទាហរណ៍យើងខំរៀនកន្លងមកដល់ពេលយើងប្រឡងជាប់អញ្ចឹងថានៅចុងបញ្ចប់ខ្ញុំប្រឡងជាប់ហើយអញ្ចឹងទៅ D អ finally យុគប៉ុនគឺមានគៀលសូអ៊ូទីគឺទៅសូអ៊ូគៀលសូអ៊ូគូទីគឺទៅសូអ៊ូឌូគ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 ូឌូស្បែកជើងកែងឬក៏អាចប្រើសម្រាប់លើស្បែកជើងបរោះដែរគឺស្បែកជើងប៊ុលហៅខ្លះហៅស្បែកជើងឃ្លុបអញ្ចឹងទៅគូឌូអញ្ចឹងយើងអានឡើងវិញបាទអានដល់គ្នាឡើងវិញអ៊ីលប៉ុនយ៉គីយ៉គីទីនេះអ៊ីប៉ុនខគីខគីទីនោះ3번 기구ឧបករណ៍សម្រាប់ឧបករណ៍ការងារ4번 어디ឯណាកន្លែងណាទីណាអីអទី5번 드디어 នៅចុងបញ្ចប់ឬក៏នៅចុងក្រោយ6번 구두ស្បែកជើងកែងឬក៏ស្បែកជើងប៊ុល
បាទអរគុណវីដេអូមានប៉ុណ្ណេះទេជួបគ្នានៅវីដេអូក្រោយៗទៀតខ្ញុំសាមីតាជម្រាបលា